Ok, sơ sấy một bộ này là những hai một bộ bị thi trong các bằng cácรูปភាព ដែលយើងចង់ប្រើនៅលើ CV certificate ឬអីផ្សេងៗយើងឥឡូវយើងប្រើ chat GPT យើងមិនបាច់ទៅថតទេយើងបាច់ទៅថតរូបយើងអាចឲ្យ AI បានថ្ងៃសេជាភាសាខ្មែរបានទៅបាន sign in នៅផ្ទះ sign in ហើយអរគ្នាដាក់ឲ្យវាជួយសរសេរ prompt ចង់ឲ្យវាជួយសរសេរ prompt យើងអង់គ្លេសមកយើងដាក់ផ្សេងជាខ្មែរចឹងមកវាសម្រាប់បង្កើតភាពសម្រាប់បង្កើតរូបភាពដាក់ CV ដាក់លើ CV ចឹងមកវានឹងផ្សេង prompt ឲ្យយើងset ប៉ុណ្ណឹងមកយើងចុច send មកឥឡូវវាដាក់ឲ្យយើងនេះ prompt នៅតិចនៅវត្តធម្មតាចឹងអ្នកនរគ្នាមានរូបស្រីយើងវាប្រកប AI control ឥឡូវយើង copy នេះមើលយើងតេស្តសាកមើល copy ចេញមកបន្ទាប់មកទៀតអ្នកនរគ្នាចូលតែឆ្ងល់គេចូលមកកន្លែងនេះ chat GPT មានកន្លែងមិនចូលកន្លែង image ហ្នឹងមកដល់នេះមកកន្លែងនេះយើងត្រូវរូបភាពរបស់យើងមួយតែរូបភាពបងប្អូនដាក់នៅកន្លែងណាមើលឥឡូវនេះរូបភាពដែលខ្ញុំធ្វើមកឥឡូវខ្ញុំយករូបភាពអានេះនេះសាមុខយើងអត់ច្បាស់មុខយើងច្បាស់វាល្អទៀតឥឡូវខ្ញុំមានបែបនេះហើយមាន style បែបណាទៀតចាំមើលអញ្ចឹងលទ្ធផលវាចេញមកបែបណាចុចវាទាមទារឲ្យយើងដាក់ Gmail ហើយលុបចូល Gmail ហ្នឹងឥឡូវចាប់ផ្ដើមបង្កើតឲ្យយើងហើយខ្ញុំមិនបែបនេះឥឡូវខ្ញុំយកអា prompt មិញមកដាក់មកឥឡូវយើងមើលចេញមកបែបណាថារងចាំវាបន្តិចទៅមើលវាថាវាទួយតម្រង់មុខរបស់យើងអត់ដូចអត់នេះអូខេម៉ូតសក់គឺសក់របស់យើងបែបនេះទៅតម្រង់មកគឺអត់ដូចគ្នាអត់ខុសគ្នាទេដល់ចេញមកអាវធំនេះគឺលយតែប៉ុណ្្នឹងមកយើង save យកទៅប្រើបាន save បានហើយតែប៉ុណ្្នឹងសម្រាប់ម៉ូតសក់នេះគឺយើងប្រមនេះវាមានច្រើនតងទៅនឹង clean hand អស់ here យើងដាក់ហើយអា clean hair style make up អីហ្នឹងប៉ុណ្្នឹងបានគេថាម៉ូតសក់យើងបែបនេះតែដល់ពេលខ្ញុំវាមានអា chat GPT របស់យើងហ្នឹងគឺមានតែប៉ុណ្្នឹងអស់នេះចង់ឲ្យវាសក់ស្អាតអ្នកគ្នាសរសេរទៀត